បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាវិញហើយជាមួយនឹងវីដេអូរបស់លោកគ្រូចិនសែនម៉ុងហើយនេះគឺជាវីដេអូដើមខែចូលបងប្អូនកំពុងតែមើលវីដេអូហ្នឹងដឹងហើយកំពុងតែនៅដើមខែ5អញ្ចឹងប្រកាសណាប្រធានបទនៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីឆ្នាំសយដែលកើតមានដែលត្រូវសយនៅក្នុងខែ5ហ្នឹងអញ្ចឹងយ៉ាងម៉េចហើយមុននឹងចូលដល់ប្រធានបទរបស់យើងខ្ញុំសូមសួរតិចសក់ទុកយ៉ាងម៉េចយ៉ាងម៉េចហាក់ថាសម្រាប់ខែ4អញ្ចឹងក្នុងខែ4យើងចូលឆ្នាំខ្មែរអញ្ចឹងឃើញបងប្អូនយើងទៅដើរលេងសប្បាយច្រើនហើយក៏ឃើញមានបងប្អូនយើងមួយចំនួនគាត់បានផ្ញើរូបភាពដែលគាត់ដើរកំសាន្តរបស់គាត់ណាអញ្ចឹងក៏សូមចូលរួមរីករាយជាមួយនឹងពេលចូលឆ្នាំខ្មែរចំពោះការធ្វើដំណើររបស់បងប្អូនដែរម្យ៉ាងវិញទៀតបងប្អូនខ្ញុំពិតជារំភើបមែនទែនដោយសារតែមានអ្នកគ្រប់ត្រកូនសិស្សរបស់ខ្ញុំគឺមកអត់បានយកស្វាយមកផ្ញើដំបូងគឺមានតែម្នាក់ឯងយកឲ្យដល់កន្លែងហ្មងអញ្ចឹងមានថាគាត់ណាត់ជួបខ្ញុំមើលរាសីប៉ុន្តែគាត់យកស្វាយមកហើយបងប្អូនយើងនៅខាងដំដែកក៏គាត់ផ្ញើស្វាយមកដែរហើយនិយាយរួមទៅមានអារម្មណ៍ថាស្វាយខ្ញុំចូលចិត្តញ៉ាំមកស្វាយកៅចិនហ្នឹងហើយគាត់ផ្ញើមកឡើងមានអារម្មណ៍ថាតិច fan ឡើងដឹងចិត្តគ្រូទៀតណាចង់និយាយរំភើបដែរតែពេលចាស់ស្ដាយទៅរដូវនឹងរដូវស្វាយអញ្ចឹងគាត់អត់មានអីផ្ញើគាត់ផ្ញើស្វាយហ្នឹងតែវាគាត់តែជារឿងគាត់ជួនប៉ុន្តែដល់ពេលសួរគាត់ខ្លួនគាត់ហ្នឹងក៏គាត់ចូលចិត្តស្វាយដូចគ្នាបើគាត់យកស្វាយមកឲ្យអញ្ចឹងក៏ពិតជាអរគុណមែនតើទៅកាន់បងទាំងពីរនាក់ដែលគាត់បានផ្ញើស្វាយដល់ឆ្ងាញ់ហើយមកកាន់ខ្ញុំនិងគ្រួសារខ្ញុំអញ្ចឹងបងប្អូនដឹងហើយថាខ្ញុំចូលចិត្តស្វាយហើយតរ៉ែនណាអញ្ចឹងនៅតែបន្តបើកទទួលដដែលចំពោះបងប្អូនណាដែលគាត់ឆ្លាញ់ខ្ញុំហើយផ្ញើស្វាយឬមួយក៏តរ៉ែនមកខ្ញុំក៏បានដែរនិយាយលេងឲ្យបងប្អូនទុកលក់ចោះបាទទុកលក់ចោះខ្ញុំអស់ហើយតរ៉ែនអីហ្នឹងហើយជាមួយថ្ងៃមួយអាទិត្យមួយគ្រាប់អីហ្នឹងឯងអញ្ចឹងទុកលក់ចោះបងប្អូនមិនឲ្យបើថាឲ្យចាំសួរតាម Telegram ក៏បានដែរហ្នឹងហើយអញ្ចឹងអរគុណច្រើនបើមកធានបទរបស់យើងវិញអញ្ចឹងនៅក្នុងខែឧសភាខែ5ហ្នឹងជាទូទៅគឺជាខែដែលយើងតាំងដោយឆ្នាំអសាញ់អញ្ចឹងឆ្នាំអសាញ់នៅក្នុងឆ្នាំ2025ក៏ជាឆ្នាំអសាញ់ដែរអញ្ចឹងអសាញ់និងអសាញ់គឺជាន់គ្នាអញ្ចឹងនៅក្នុងខែ5ឆ្នាំ2025នេះខែ5គឺជាខែមួយដែលមិនសូវជាល្អប្រហែលទេសម្រាប់បងប្អូនយើងរស់នៅអញ្ចឹងដោយបងប្អូនបានឃើញហើយប្រហែលថ្ងៃមុនខ្ញុំបានបង្ហោះកាលពីថ្ងៃ20ជាងខែ4គឺបង្ហោះ status មួយដែលនិយាយអំពីការប្រុងប្រយ័ត្ននៅក្នុងខែ5អញ្ចឹងបងប្អូនអាចត្រឡប់ទៅមើលវិញឬមួយក៏នៅក្នុងវីដេអូនេះខ្ញុំនឹងអាចយកវាមកអានសម្រាប់ឲ្យបងប្អូនបានស្ដាប់បន្តតែម្ដងក៏ថាបានដែរអញ្ចឹងយើងចាំមើលទាំងអស់គ្នាប៉ុន្តែខ្ញុំសូមឲ្យបងប្អូនប្រយ័ត្នចំពោះអ្នកដែលគាត់កើតនៅក្នុងឆ្នាំ3ទី1គឺឆ្នាំកុលវោកហើយនិងខ្លាអញ្ចឹងកុលវោកខ្លាគឺជាសត្វដែលឆុងជាមួយនឹងម្សាញ់នឹងឯងអញ្ចឹងបងប្អូនដែលគាត់មានកើតនៅក្នុងតួឆ្នាំចំពោះសត្វទាំង3នេះអញ្ចឹងបងប្អូនដែលគាត់តាមបានឆែកប៉ាជឺបងប្អូនមើលតែខ្លួនឯងកើតឆ្នាំ3ហ្នឹងគឺត្រូវប្រយ័ត្នតែសម្រាប់បងប្អូនដែលគាត់បានមកឆែកប៉ាជឺមួយខ្ញុំឬមួយក៏គាត់ឆែកតាមអនឡាញឬមួយក៏ជួបផ្ទាល់ក៏ដោយខ្ញុំបានពន្យល់អំពីសត្វទាំង4ដែលមាននៅក្នុងតួឆ្នាំតួខែតួថ្ងៃនិងតួម៉ោងរបស់គាត់អញ្ចឹងបើសិនជានៅក្នុងករណីសត្វកុលវោកខ្លាមាននៅក្នុងតួណាមួយនៃថ្ងៃខែឆ្នាំកំណើតរបស់គាត់ក៏យើងត្រូវមានការប្រុងប្រយ័ត្នទៅតាមនឹងដែរអញ្ចឹងកន្លែងនេះខ្ញុំសូមអនុញ្ញាតកាន់กระดาษឲ្យព្រោះអត់ច្រើនពេកអត់ចាំអញ្ចឹងក៏សូមធ្វើការអានកระดาษមើលបកស្រាយលួចមើលប្រយ៉ងអញ្ចឹងទី1ខ្ញុំចង់និយាយអំពីឆ្នាំវោកឆ្នាំវោកជាទូទៅគឺឆុងហើយបាទគេហៅថាឆុងច្រើនត្រួតដូចគ្នាទី1យើងត្រូវដឹងថាវោកគឺឆុងទាំងឆ្នាំសត្វខ្លួនឯងនិងឆុងទាំងធាតុផងដែរអញ្ចឹងហេតុអីវោកគឺធាតុមាសហើយខែ5គឺធាតុមាសខាងលើតែធាតុភ្លើងខាងក្រោមអញ្ចឹងមានន័យថាមាស2វោកមាសហើយខែ5នោះវាមានធាតុខាងលើធាតុខាងក្រោមអញ្ចឹងខែ5ធាតុខាងលើគឺជាធាតុមាសប៉ុន្តែខែម្សាញ់គឺធាតុភ្លើងអញ្ចឹងមានន័យថាភ្លើងជាមួយនឹងមាសគឺមានការពិឃាតគ្នាវាបង្ក្រាបគ្នាវាមិនត្រូវគ្នាអញ្ចឹងកាលណាដែលភ្លើងជាមួយនឹងមាសប៉ះទង្គិចគ្នាគឺមាសនឹងប្រែប្រួលរូបរាងមាសនឹងរលាយអញ្ចឹងសម្រាប់អ្នកដែលគាត់កើតនៅក្នុងឆ្នាំវោកនៅក្នុងខែ5នេះជីវិតគាត់ប្រកាសជាជួបបញ្ហាការរស់នៅរបស់គាត់គឺជួបបញ្ហាច្រើនប៉ុន្តែអាបញ្ហាទាំងអស់ហ្នឹងវាគ្រាន់តែរងផលប៉ះពាល់មកលើខ្លួនគាត់ប៉ុន្តែមុននឹងក្រោយឬមួយក៏អាចនៅក្នុងអំឡុងខែនឹងដដែលភាពពិត
នៃកំហុសនៃបញ្ហារបស់គាត់នឹងត្រូវបានលាតត្រដាងអញ្ចឹងឧទាហរណ៍ថារឿងហ្នឹងមិនមែនគាត់ធ្វើទេប៉ុន្តែនៅក្នុងខែហ្នឹងយាអូនគាត់ដាក់ត្រូវតែគេចោទប្រកាន់គាត់ជន់ដានគេអញ្ចឹងទៅនិយាយប្រាប់ណាក៏អត់ជឿដែរតែស្រេចដល់ចុងខែទៅជាមនុស្សគ្រប់គ្នាបានដឹងភាពពិតនៃរឿងមួយហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្យល់ភ្លើងដុតមាសពិតមាសសុទ្ធមិនខ្លាចភ្លើងប៉ុន្តែមាសហ្នឹងក៏បាត់បង់រូបរាងដែរអញ្ចឹងដូចគ្នាបញ្ជាក់ថាមានបញ្ហាប៉ុន្តែចុងក្រោយនឹងអាចត្រូវបានស្រាយបំភ្លឺឬមួយក៏ដឹងនៅភាពពិតនៃបញ្ហានឹងកើតឡើងមកវិញក្រៅពីហ្នឹងខ្ញុំសូមឲ្យប្រយ័ត្នទៅលើបញ្ហាសាច់ដុំកពួនជើងស្មាខ្នងទ្រូងចង្កេះគឺសុទ្ធតែងាយប្រឈមជាមួយនឹងអាការៈចុករយខុសប្រក្រតីអញ្ចឹងការចុករយខុសប្រក្រតីមានរូបភាពច្រើនខ្ញុំឧទាហរណ៍ថាយើងអត់ធ្វើអីទេប៉ុន្តែស្រេចទៅជាយើងចុកចង្កេះយើងអត់ធ្វើអីទេស្រេចយើងជាប់ស្មាយើងគេងធម្មតាស្រេចយើងជាប់កអីចឹងទៅអញ្ចឹងនេះគឺហៅថាភាពមិនប្រក្រតីសញ្ញាណទី1សញ្ញាណទី2ជាប់មួយកន្លែងហើយវាជាអាហ្នឹងហើយតែវាទៅជាប់មួយកន្លែងទៀតបណ្ដាក់គ្នាអាហ្នឹងក៏ជាភាពមិនប្រក្រតីមួយសម្រាប់ការជាប់របស់យើងដែរអញ្ចឹងខ្ញុំនិយាយនេះមានន័យថាសម្រាប់បងប្អូនថាកុំឲ្យថាមនុស្សតែជឿទៅតែវាមានជាប់ហើយកុំឲ្យថាជាប់មកពីរាសីមិនមែនទេសូមខ្ញុំប្រាប់សញ្ញាណពីរនេះបើសិនជាការជាប់ចុកហួយហ្នឹងគឺមានពីររូបភាពហ្នឹងអាហ្នឹងបង្ហាញថារាសីរបស់យើងមានបញ្ហាហើយអញ្ចឹងយើងត្រូវតែមានការប្រុងប្រយ័ត្នអូខេហើយយើងចូលមកបញ្ហាទី2រឿងប្តីប្រពន្ធសម្ព័ន្ធភាពស្នេហានៅក្នុងខែឧសភាអ្នកឆ្នាំវកមិនថាខាងប្រុសមិនថាខាងស្រីទេគឺនឹងមានអារម្មណ៍ស្នេហាមិនទុកចិត្តទៅលើស្នេហាខ្លួនឯងជាពិសេសងាយបែកបាក់ដោយសារតែសម្ដីអ្នកដតីចាក់រុកអញ្ចឹងឬមួយក៏ដោយសារតែអ្នកដតីហ្មងមានថាម្នាក់ហ្នឹងមិនដឹងថាជាអ្នកណាទួលនីតិឋានៈគាត់ជាអីទេប៉ុន្តែសម្ដីគាត់ម្នាក់ហ្នឹងហើយដែលអាចធ្វើឲ្យគ្រួសាររបស់យើងលែងទុកចិត្តគ្នាអាចឈានទៅដល់ការបែកបាក់ហើយចំណុចនេះក៏យើងអាចបញ្ជាក់ថាអ្នកឆ្នាំវកនៅក្នុងខែ5ក៏អាចខ្លាចទៅជាមនុស្សទៅជាស្រាលចូលចិត្តស្ដាប់សម្ដីអ្នកដតីច្រើនជាងខ្លួនទុកចិត្តខ្លួនឯងហើយក៏ច្រើនជាងសមាជិកគ្រួសារខ្លួនឯងដែរអញ្ចឹងក្នុងចំណុចនេះខ្ញុំសូមបញ្ជាក់ឆ្នាំវកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបានការពារខ្លួនទី4យើងគួរតែពុំគួរវិនិយោគឬមួយក៏បោះទុនទៅលើអាជីវកម្មថ្មីទេមានន័យថាគិតបានថាផុតខែ5យើងនឹងចង់ធ្វើអីអូខេប៉ុន្តែនៅក្នុងខែ5គឺខ្ញុំអត់ឲ្យបញ្ចេញដើមទុនធំទៅលើការបើកអាជីវកម្មទេអានេះខ្ញុំនិយាយឧទាហរណ៍ទៅលើការបើកអាជីវកម្មឯកជនតែឯងមានន័យថាអត់មានហ៊ុនមួយណាគឺម្នាក់ហ្នឹងគឺឆ្នាំវកគាត់បើកហ្មងអញ្ចឹងអាហ្នឹងគឺត្រូវតែមានមួយម៉ាត់ថាពុំគួរធ្វើក៏ប៉ុន្តែបើសិនជាអាជីវកម្មហ្នឹងមានឆ្នាំដតីឬមួយក៏មានម្ចាស់ភាគហ៊ុនច្រើនយើងអាចធ្វើបានព្រោះយើងអាចយកថ្ងៃខែឆ្នាំរបស់អ្នកដតីហ្នឹងមកធ្វើការវិភាគហើយយើងដឹងថាតើយើងគួរធ្វើនៅក្នុងថ្ងៃណាដែលអាចកែស្ថានភាពហ្នឹងឲ្យល្អមកវិញអាហ្នឹងគឺចំណុចដែលយើងនិយាយអំពីមុខរបរចំណុចទី5ចុងក្រោយគឺបញ្ហាហិរញ្ញវត្ថុលុយកាក់គឺមានភាពមិនប្រក្រតីឡើងចុះកម្រិតប្រែប្រួលហ្នឹងគឺវាលឿនរហ័សចឹងឧទាហរណ៍ថាមានស្អីឡើងអាចនឹងបាត់ទាំងអស់គាត់ថាបានដែរអញ្ចឹងប្រយ័ត្នទៅលើបញ្ហាផ្ទះសម្បែងរបស់យើងអាចចោរកម្មអាចអគ្គីភ័យអាចក្នុងរូបភាពណាមួយដែលធ្វើយើងបាត់បង់ទ្រព្យហ្នឹងគឺយើងត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ជំហានហើយសម្រាប់អ្នកដែលគាត់ជាអ្នកទទួលបញ្ញើគេអញ្ចឹងកន្លែងនេះបញ្ញើលុយគេឧទាហរណ៍ថាខ្ញុំយកលុយទៅផ្ញើអ្នកឆ្នាំវកហ្នឹងហើយអញ្ចឹងអ្នកឆ្នាំវកហ្នឹងគាត់ទទួលលុយខ្ញុំទុកដែរអញ្ចឹងមនុស្សឆ្នាំវកដែលជាមនុស្សប្រភេទទទួលបញ្ញើគេហ្នឹងក៏អាចប្រឈមជាមួយនឹងបញ្ហាបាត់លុយគេឬមួយក៏គេថាយើងបោកឬមួយក៏យើងមានបញ្ហាដោយសារតែលុយដែលយើងបោះគេដែលបញ្ញើមកយើងហ្នឹងឯងអញ្ចឹងនៅយើងមានច្រើនណាស់រឿងលុយបញ្ញើហ្នឹងជាឧទាហរណ៍ដូចតុងទីនអាហ្នឹងឃើញច្រើនហ្មងក៏ត្រូវតែប្រយ័ត្នដែរមេតុងទីនដែលកើតឆ្នាំវកអាហ្នឹងគឺខ្ញុំបញ្ជាក់ក្នុងរូបភាពបែបបញ្ញើបែបអញ្ចឹងចឹងនៅមានរូបភាពបញ្ញើលុយច្រើនទៀតដែលខ្ញុំអត់បានលើកមកនិយាយបងប្អូនអាចយកទៅវិភាគហើយនឹងប្រយ័ត្នខ្លួនឯងអញ្ចឹងជាទូទៅអ្នកឆ្នាំវកខ្ញុំឲ្យប្រយ័ត្នទៅលើប៉ុណ្្នឹងចំណុចហើយបើសិនជាចង់កែស្ថានភាពនេះឲ្យល្អបំផុតខ្ញុំសូមឲ្យបងធ្វើបុណ្យក្នុងរូបភាពចូលបច្ច័យកសាងមានថាជាបច្ច័យរបស់យើងជាលុយរបស់យើងក្នុងរូបភាពកសាងឧទាហរណ៍ថាយើងកសាងវិហារសាលាឆាន់យើងគូគំនូយើងមួយក៏មន្ទីរពេទ្យវត្តដងទឹកស្រេចតែយើងតែជាបច្ច័យជាលុយយ៉ាងតិចណាស់ឲ្យបាន4ទីតាំងតាមដែលអាចធ្វើទៅបានទៅលើសមត្ថភាពរបស់យើងជាក់ស្ដែងនោះវានឹងអាចកែស្ថានភាពបញ្ហាអ្នកឆ្នាំវកដែលខ្ញុំនិយាយមិញហ្នឹងឲ្យវាមានភាពល្អប្រសើរបានមួយកម្រិតធំសម្រាប់អ្នកឆ្នាំវកគឺខ្ញុំមានប៉ុណ្ណឹងហើយយើងចូលទៅឆ្នាំទី2អ្នកឆ្នាំខ្លា
អ្នកឆ្នាំខ្លានៅក្នុងទីខែ5នេះក៏ឆុងធ្ងន់គួរសមដែរមានន័យថាឆុងទាំងសត្វផងឆុងទាំងធាតុផងព្រោះខ្លាធាតុឈើខែនេះធាតុមាសហើយម្សាញ់ខែម្សាញ់ធាតុភ្លើងយើងនិយាយពីធាតុសត្វនិងធាតុខែសិនសត្វខ្លាធាតុឈើខែធាតុមាសគឺលោហៈធាតុដែកស្មើនឹងពូថៅញញួរកំបិតកាប់ឈើអញ្ចឹងមានន័យថាគ្រាន់តែឥទ្ធិពលធាតុនៃខែនិងឥទ្ធិពលនៃធាតុនៃសត្វរបស់គាត់តួខ្លួនរបស់គាត់ជាសត្វខ្លានេះគឺវាមានការកាប់ចាក់គ្នាបាត់ហើយបាទអាហ្នឹងគឺមួយហើយយើងមកមើលតួសត្វប្រចាំខែទៀតគឺម្សាញ់ធាតុភ្លើងមែនទេភ្លើងជាមួយនឹងឈើខ្លាធាតុឈើមិនធាតុរបស់ខ្លាភ្លើងឈើមួយភ្លើងគឺធាតុហុចផលគ្នាទេប៉ុន្តែអ្នកដែលបាត់បង់អ្នកដែលអស់កម្លាំងគឺធាតុឈើអ្នកបើកើតណាចឹងនៅក្នុងករណីនេះខ្ញុំសូមបញ្ជាក់ថាឆ្នាំខ្លានៅក្នុងខែ5ចំពោះការឆុងរាសីក៏រៀងមានសភាពធ្ងន់ធ្ងរគួរសមដែរអញ្ចឹងចំណុចដែលខ្ញុំសូមឲ្យប្រយ័ត្នចំណុចទី2មិញខ្ញុំនិយាយមិញថាទី1ចឹងណាអូខេឥឡូវចំណុចទី2ខ្ញុំឲ្យប្រយ័ត្នទីងាយក្នុងការកើតចំនួនជាមួយនឹងមនុស្សជុំវិញខ្លួនខ្លាំងខុសធម្មតាអញ្ចឹងឧទាហរណ៍ថាខែមុនយើងរៀងឆេវឆាវដែរអញ្ចឹងតែមិនហ៊ានខ្លាំងខ្លាទេបាទតែនៅក្នុងខែ5នេះគឺមានភាពក្លាហានទៅលើអារឿងបង្កហិង្សាបង្កចំនួនហ្នឹងគឺខុសពីខែមុនគឺខុសមើលមកគឺខុសប្រកដីមកអញ្ចឹងនេះគឺជាសញ្ញាណរបស់អ្នកឆ្នាំខ្លាបើសិនជាយើងអត់អាចទប់ជាមួយនឹងកំហឹងរបស់យើងនឹងបានទេអ្វីដែលយើងបង្កហ្នឹងវាអាចត្រឹមឆ្លោះគ្នាប្រើពាក្យអសរោះប្រើពាក្យមិនព្រោះស្ដាប់ហើយក៏វាអាចឈានទៅដល់ហិង្សាអាចឈានទៅដល់មានការបង្ហូរឈាមក៏អាចមានការប៉ះពាល់ដល់អាយុជីវិតដែរអញ្ចឹងដល់ពេលបញ្ហាទាំងអស់ហ្នឹងកើតឡើងគឺវាមិនមែនចប់ត្រឹមប៉ុណ្្នឹងទេវានឹងមានបន្តរឿងរ៉ាវផ្សេងទៀតអញ្ចឹងវាអាចនឹងធ្វើឲ្យជីវិតរបស់យើងមិនសូវជាល្អទេចំណុចទី3គឺអ្នកដែលគាត់កើតឆ្នាំខ្លាហ្នឹងងាយត្រូវបានអ្នកដតីហ្នឹងចាក់ចូលណាសេរីចាក់រុកឲ្យស្អប់អ្នកនេះឲ្យស្អប់អ្នកនោះអញ្ចឹងទៅខឹងអ្នកហ្នឹងទាំងម្នាក់ហ្នឹងអត់បានធ្វើអញ្ចឹងដាក់យើងទេប៉ុន្តែយើងស្ដាប់គេទៅស្អែកយើងស្អប់ម្នាក់ហ្នឹងតាមអាពាក្យគេនិយាយហ្នឹងហើយក៏គុំម្នាក់ហ្នឹងខ្លាចទៅជាគំនុំគុំគួនរហូតដល់មានបញ្ហាអីមួយទៅចាប់ដើមលើករឿងហ្នឹងមកនិយាយអាចសំលេងធ្ងន់ធ្ងរដាក់គ្នាបង្កទៅជារូបភាពមួយមិនល្អមើលហើយក៏វាមិនមែនជារឿងប៉ັດទៀតជួនកាលគ្រាន់តែគេចាក់ចូលចោះយើងស្អប់គេដល់ប៉ុណ្្នឹងអញ្ចឹងនេះក៏ជាបញ្ហាដែរក៏ជាចំណុចខ្សោយរបស់អ្នកឆ្នាំខ្លានៅក្នុងខែ5ចំណុចទី4ពាក់ព័ន្ធជាមួយនឹងភ្លើងទៀនភ្លើងធូបអគ្គិភ័យភ្លើងទៀនក្អូបរបស់ភ្លើងដែលមានភ្លើងសម្រាប់អ្នកឆ្នាំខ្លានៅក្នុងឆ្នាំនេះបើសិនជាអាចបានប្រុងប្រយ័ត្នឲ្យបានខ្ពស់រឹតតែល្អពីព្រោះយើងងាយក្នុងការមានគ្រោះថ្នាក់ដែលកើតចេញមកពីភ្លើងឬមួយក៏អគ្គិភ័យអញ្ចឹងឧទាហរណ៍ថាទៀនក្អូបគ្រោះថ្នាក់មិនប្រកាសថាឆេះវាំងណូនទេឧទាហរណ៍ថាអញ្ចឹងតែជួនកាលយើងដើរទៅចេញពុបទៅអាទឹកទៀនហ្នឹងអាលាកលើខ្លួនយើងក៏យើងអាចរាប់ថាជាគ្រោះថ្នាក់នៅវាអគ្គិភ័យដែរហើយសម្រាប់អ្នកដែលគាត់កើតនៅក្នុងមិនមែនគាត់កើតទេសម្រាប់អ្នកឆ្នាំខ្លាដែលគាត់ប្រកបមុខរបរពាក់ព័ន្ធជាមួយនឹងគ្រឿងភ្លើងឧទាហរណ៍ថាអ្នកដែលគាត់ប្រកបមុខរបររកស៊ីបើកលក់គ្រឿងអគ្គិសនីលក់ហ្គាសឆាម្ហូបបញ្ចូលហ្គាសបាទឬមួយក៏អ្នកតភ្លើងពាក់ព័ន្ធជាមួយនឹងគ្រឿងភ្លើងបាទគឺសូមឲ្យមានការប្រុងប្រយ័ត្នពីព្រោះអាហ្នឹងគឺអាចបង្កគ្រោះថ្នាក់មកលើយើងបានដែរអញ្ចឹងអាហ្នឹងប្រយ័ត្នប្រយែងពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចំណុចទី5គឺពាក់ព័ន្ធជាមួយនឹងអវយវៈភ្នែកនិងថ្លើមសម្រាប់អ្នកឆ្នាំខ្លានៅក្នុងខែ5នេះបើអ្នកដែលគាត់អត់មានបញ្ហាអីទេនឹងអាចមានតិចតួចតែបើសិនជាអ្នកហ្នឹងគាត់មានបញ្ហាភ្នែកឬមួយក៏បញ្ហាថ្លើមរបស់គាត់មិនល្អគាត់នឹងអាចធ្វើទុកនៅលើអវយវៈ2ហ្នឹងហើយនឹងបើសិនជាយើងមើលថែវាអត់បានល្អទេវាអាចបង្កទៅជាជំងឺធ្ងន់ធ្ងរដែលអាចធ្វើឲ្យយើងសម្រាប់ពេទ្យយូរឬមួយក៏អាចប៉ះពាល់ចំណាយពេលវេលាព្យាបាលនៅលើអវយវៈ2ហ្នឹងខ្លាំងហើយបើសម្រាប់បងប្អូនដែលគាត់មានជំងឺហ្នឹងស្រាប់សូមឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបាននៅក្នុងខែ5ហ្នឹងចំណុចទី6ចំណុចចុងក្រោយនៅក្នុងការរកស៊ីចូលហ៊ុនគ្នាអ្នកឆ្នាំខ្លាក៏អាចមានចំនួនជាមួយនឹងម្ចាស់ហ៊ុនគ្នាឯងក្នុងរូបភាពមួយធ្ងន់ធ្ងរសួរថាតើកំណត់បានជារឿងអីមូលហេតុអីគឺសូមមិននិយាយឲ្យថាមួយឯណាទេពីព្រោះ
គ្រប់រូបភាពព្រោះឆ្នាំខ្លានៅក្នុងខែ5នេះសូម្បីតែរឿងកប៉ិចកប៉ុកក៏អាចធ្វើឲ្យរឿងធំដែរអញ្ចឹងមួយម៉ាត់អ្នកឆ្នាំខ្លាបើសិនជាអាចនៅក្នុងខែ5នេះព្យាយាមនៅឲ្យឆ្ងាយពីកន្លែងដែលខ្លួនឯងអត់ពេញចិត្តព្យាយាមនៅឲ្យឆ្ងាយពីមនុស្សដែលខ្លួនឯងអត់ចូលចិត្តដើរចេញទៅបាទដើរចេញទៅហើយធ្វើម៉េចឲ្យខ្លួនឯងត្រជាក់ធ្វើចិត្តឲ្យខ្លួនឯងស្ងប់ខ្ញុំគាត់ថាវានឹងល្អប្រសើរជាងទៅធ្វើការកាត់ឆុងផ្សេងៗអញ្ចឹងបើសិនជាបងប្អូនគាត់ចង់សួរអំពីដំណោះស្រាយខ្ញុំអាចមានពីរមិនមែន2ជំរើសទេណាគឺធ្វើទាំងពីរគឺអាចបានលទ្ធផលល្អទី1គឺនៅថ្ងៃទី4ខែ5ខ្ញុំសូមឲ្យបងប្អូនទៅត្រាំទឹកសមុទ្ររយៈពេល2ម៉ោងឬមួយក៏1ម៉ោងក៏បានដែរចាប់ពីម៉ោង5ល្ងាចរហូតដល់ម៉ោង6ល្ងាចអញ្ចឹងចន្លោះហ្នឹងមិនមែនមានថាចន្លោះ1ម៉ោងហ្នឹងចេះឲ្យត្រាំ2ម៉ោងមិនមែនទេឲ្យតែបានចុះទឹកសមុទ្រក្នុងចន្លោះ1ម៉ោងហ្នឹងហើយបន្តត្រាំទៅឥឡូវ180នាទី120នាទី2ម៉ោងរបស់យើងហ្នឹងឬមួយក៏60នាទីស្រេចលើយើងអូខេតែហ្នឹងយើងអាចទៅធ្វើការមួយទឹកសមុទ្រនឹងបានហើយបើសិនជាបងប្អូនថាខ្ញុំមិនអាចចុះទឹកសមុទ្របានទេខ្លាចខ្មៅខ្លាចអីអញ្ចឹងបងប្អូនអាចទៅអង្គុយនៅឆ្នេរសមុទ្រឲ្យគៀកនឹងសមុទ្រគៀកនឹងទឹកសមុទ្រអាចចន្លោះពីរយៈពេល4ម៉ោងយ៉ាងតិចអាហ្នឹងស្មើនឹងយើងចុះត្រាំទឹក1ម៉ោងទៅ2ម៉ោងហ្នឹងអញ្ចឹងបើសិនជាអាចធ្វើបានហើយធ្វើល្អបំផុតគឺនៅថ្ងៃទី4ខែ5តែបើបងប្អូនឃើញវីដេអូនេះក្រោយថ្ងៃហ្នឹងបងប្អូនក៏អាចបញ្ញាប់ទៅធ្វើបានដូចគ្នាទី2គួរតែរៀនសមាធិឲ្យបានច្រើនពីព្រោះអាចធ្វើឲ្យចិត្តរបស់យើងស្ងប់អានេះយើងអាចនិយាយបានថាប្រទេសយើងកាន់ពុទ្ធសាសនាអញ្ចឹងយើងអាចសមាធិបែបពុទ្ធសាសនាតាមដែលយើងអាចធ្វើទៅបានហើយចឹងបងប្អូនខ្លះគាត់អត់ចេះសមាធិឯងខ្ញុំឲ្យបងប្អូនចូលទៅក្នុង YouTube ហើយវាយពាក្យថារបៀបសមាធិហើយស្ដាប់ទៅហើយធ្វើតាមការណែនាំរបស់អ្នកដែលគាត់វឹកទៅលើការសមាធិទៅគឺបងប្អូននឹងអាចជួយសម្រួលយើងបានខ្លះដែរអញ្ចឹងនេះគឺជារាសីបញ្ហាសម្រាប់អ្នកឆ្នាំខ្លានៅក្នុងខែ5យើងចូលមកឆ្នាំកុលនៅក្នុងខែ5នេះបើយើងនិយាយមកវាដូចជាមិនសូវជាមានបញ្ហាធ្ងន់ធ្ងរអីណាស់ណាទេគ្រាន់តែខ្ញុំសូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបានដោយមិនសង្កត់ធ្ងន់ថាត្រូវដូច2ឆ្នាំមុនទេទី1គឺនៅក្នុងខែនេះអ្នកឆ្នាំកុលអាចអត់សូវមានឱកាសល្អច្រើនចូលមកទេអញ្ចឹងបើសិនជាមានឱកាសល្អណាមួយចូលមកបាទចង់ចាប់ក៏ខ្ញុំឲ្យចាប់ពាក្យថាមិនសូវមានឱកាសល្អមិនមែនមានន័យថាអត់មានឱកាសទេគ្រាន់តែឱកាសមកច្រើនវាមានអាក្រក់ច្រើនជាងល្អយល់ទេអញ្ចឹងឱកាសមានប៉ុន្តែចំនួនបើយើងបែងចែកឱកាសខាតនិងឱកាសចំណេញមានតិចអញ្ចឹងការចាប់យកឱកាសខ្ញុំសូមឲ្យបងប្អូនធ្វើការពិចារណាឲ្យបានល្អិតតាមដែលអាចធ្វើទៅបានកម្រិតនៃការបថុយប្រឋានក្នុងការចាប់ឱកាសរបស់យើងសូមឲ្យមានកម្រិតមួយដែលយើងសុវត្ថិភាពសម្រាប់ជីវភាពរបស់ខ្លួនឯងពីព្រោះយើងដឹងហើយថានៅក្នុងយុគនេះនៅក្នុងឆ្នាំ2025នេះអ្វីៗនឹងប្រែប្រួលនៅលើសកលលោកក៏ដូចគ្នាដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចក៏យើងអាចប្រែប្រួលបញ្ហាសកលលោកក៏ប្រែប្រួលរហ័សដែរអញ្ចឹងអ្វីដែលសំខាន់គឺយើងកុំឲ្យមានបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសាររបស់យើងក្នុងរូបភាពកំហុកមួយដែលយើងមិនទាន់បានត្រៀមខ្លួនចឹងអាហ្នឹងគឺយើងត្រូវប្រយ័ត្នដូច្នេះការចាប់ឱកាសក្នុងការវិនិយោគជាទូទៅបងប្អូនយើងគឺចាប់ឱកាសទៅលើការវិនិយោគនឹងឯងអញ្ចឹងសូមឲ្យប្រុងប្រយ័ត្នហើយយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបានបាទហើយសម្រាប់ចំណុចបន្ទាប់គឺយកចិត្តទុកដាក់ទៅលើការងារមានន័យថាខ្ញុំអត់ឲ្យវិនិយោគឱកាសថ្មីច្រើនទេឥឡូវឧទាហរណ៍ថាខ្ញុំហាមហ្មងអញ្ចឹងខែ5នេះគឺជាខែល្អបំផុតសម្រាប់អ្នកឆ្នាំកុលនៅក្នុងការវិលមកយកចិត្តទុកដាក់ជាមួយនឹងការងារដែលមាននៅក្នុងដៃរបស់យើងស្រាប់ការងារចាស់របស់យើងដែលយើងអត់ទាន់បានធ្វើល្អហ្នឹងយើងសម្លៀងវានៅក្នុងខែ5វិញសម្លៀងអ្វីដែលយើងមានស្រាប់ខ្ញុំគិតថាវាគឺជាពេលវេលាស័ក្តិសមមែនទែនសម្រាប់សម្លៀងទៅលើការងារឬមួយក៏អាជីវកម្មនៅក្នុងដៃរបស់យើងដែលមានស្រាប់នោះឲ្យវាល្អប្រសើរបើសិនជាយើងធៀបរវាងចាប់អាជីវកម្មថ្មីនិងសម្លៀងឬមួយក៏អភិវឌ្ឍអាជីវកម្មចាស់របស់យើងគឺខ្ញុំឲ្យអភិវឌ្ឍអាជីវកម្មចាស់របស់យើងវិញល្អជាងចំណុចបន្ទាប់គឺរាសីរបស់អ្នកឆ្នាំកុលនៅក្នុងខែ5នេះអាចមានការប្រែប្រួលឡើងចុះអត់ទៀងទេមានន័យថាវាមិនចុះថាចុះហ្មងរហូតវាក៏មិនថាល្អរហូតគឺមួយថ្ងៃកាត់មួយថ្ងៃកោអញ្ចឹងរាសីមនុស្សពិតជាសំខាន់ដោយនៅវីដេអូមុនបងប្អូនបានស្ដាប់អញ្ចឹងរាសីគឺស្មើនឹងចង្វាក់បេះដូងរបស់យើងអញ្ចឹងបើសិនជារាសីរបស់យើងខ្សោយគឺយើងអាចងាយក្នុងការធ្វើការងារទៅវាអត់សូវបានផលអត់សូវបានជោគជ័យអញ្ចឹងទី1ខ្ញុំសូមឲ្យមើលទៅលើរាសីរបស់យើងអង្កេតមើលអារម្មណ៍របស់យើងមានន័យថាបើយើងចង់ដឹងថាថ្ងៃហ្នឹងរាសីរបស់យើងល្អអត់យើងមើលអារម្មណ៍របស់យើងខុសពីដេកមកតែ1ម៉ោង2ម៉ោងដឹងហើយជួនកាល
អារម្មណ៍របស់យើងប្រែប្រួលម្ដងសបាយម្ដងអត់សបាយមួម៉ៅម្ដងអត់អីវាប្រែប្រួលលឿនហើយមួយទៀតព្រលឹមឡើងចឹងឥឡូវសង្កេតចេះព្រលឹមឡើងថាចេញពីផ្ទះទៅយើងទៅញ៉ាំអីពេលព្រឹកកាទៀវទៅជិះតាមផ្លូវទៅស្រេចចិត្តនឹកទៅជាបាយផងដូចជាស្អីនំប៉័ងផងទៅជាអីញ៉ៃអាហ្នឹងមានន័យថារាសីរបស់យើងនៅក្នុងខែនៅក្នុងថ្ងៃដែលយើងកំពុងតែមានបញ្ហាហ្នឹងវាអត់សូវល្អទេអញ្ចឹងបើសិនជាថ្ងៃហ្នឹងរាសីរបស់យើងអត់សូវល្អយើងកុំសូវសម្រេចការងារធំសម្រេចចិត្តណាមិនមានន័យថាយើងអត់ធ្វើការហ្មងឯងគ្រាន់តែគុំសម្រេចចិត្តរស់ធម្មតាឲ្យបានល្អទៅឆ្លងតែផុតមួយថ្ងៃហ្នឹងគឺអូខេហើយចំណុចទី5គឺខ្ញុំសូមឲ្យមានការប្រុងប្រយ័ត្នទៅលើបញ្ហាទឹកលង់ទឹកហូរទៅតាមទឹកហើយនឹងឆ្លក់ទឹកអញ្ចឹងការពាក់ព័ន្ធជាមួយនឹងទឹកនេះគឺគ្រោះថ្នាក់អាចមើលបើអាចវាមានធ្ងន់មានស្រាលចង់និយាយថាអញ្ចឹងណាវាមិនមែនមានថាត្រឹមតែគ្រោះថ្នាក់ស្រាលអត់ទេនេះមានអ្នកខ្លះបើរាសីគាត់ដាក់គាត់ឆ្លក់នៅក្នុងម៉ោងសោយម៉ោងឆុងរបស់គាត់គឺវានឹងធ្វើឲ្យគាត់មានផលប៉ះពាល់ដល់ជីវិតអញ្ចឹងសម្រាប់អ្នកដែលគាត់កើតឆ្នាំកុរនៅក្នុងខែ5នេះសូមឲ្យប្រឡែងត្រីទឹកសាបតែ2ក្បាលទេបាទត្រីប្រភេទអីក៏បានដែរចូលទៅក្នុងទឹកទន្លេហើយបងប្អូនអាចធ្វើបាននៅពេលដែលមើលវីដេអូនេះហើយអាចទៅធ្វើបានប៉ុន្តែគ្រាន់តែសុំតែថ្ងៃបងប្អូនទៅធ្វើហ្នឹងគឺនៅក្នុង5ល្ងាចនិង6ល្ងាចដូចគ្នាអត់ឲ្យនៅក្នុងចន្លោះម៉ោងផ្សេងគឺម៉ោង5ដល់ម៉ោង6ល្ងាចប្រឡែងនៅប្រភពទឹកហូរមិនថាទន្លេស្ទឹងព្រែកអីឲ្យតែហូរគឺយើងអាចប្រឡែងបានហើយនឹងចែកអាហារដល់អ្នកក្រីក្រឬមួយក៏ប្រគេនចង្ហាន់ដល់ព្រះសង្ឃឲ្យបាន2កញ្ចប់2កតាណា2ឈុតអាហ្នឹងគឺយើងអាចជួយសម្រួលបានខ្លះដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់បានដឹងថារាសីរបស់យើងត្រូវការធាតុអីឧទាហរណ៍ថាខ្ញុំដឹងថាខ្ញុំត្រូវការធាតុអីដើម្បីរាសីរបស់យើងល្អយកមកប្រើអញ្ចឹងខ្ញុំលើកទឹកចិត្តនៅពេលដែលយើងមានខែសយបែបនេះយើងគួរតែប្រើប្រាស់ពណ៌នៃធាតុដែលយើងត្រូវការនឹងឲ្យបានច្រើនគឺវានឹងជួយស្ដាររាសីរបស់យើងដែលរៀបនឹងធ្លាក់នេះឲ្យវានឹងល្អប្រសើរឡើងវិញអញ្ចឹងនេះសម្រាប់បងប្អូនដែលគាត់បានឆែកប៉ាឈឺគឺគាត់អាចនឹងដឹងបាទឥឡូវនេះយើងចូលដល់ប្រធានបទមួយទៀតចុងក្រោយគឺទិសសយនៅក្នុងខែ5នេះទិសដែលមិនល្អគឺនៅទិសខាងកើតឈៀងជើងទិសខាងកើតឈៀងជើងមានតារាសាស្ត្រលេខ5ជាតារាសាស្ត្រប្រចាំឆ្នាំហើយនៅតារាសាស្ត្រលេខ2ក៏ជាតារាសាស្ត្រប្រចាំខែដែលចោលមកត្រួតគ្នាគឺតារាសាស្ត្រមិនល្អទាំងពីរអញ្ចឹងករណីទី1គឺហាមគោះដំស្វានសំឡេងខ្លាំងចាក់បាសអញ្ចឹងបងប្អូនខ្លះគាត់គិតថាទិសសយទិសខាងកើតឈៀងជើងអញ្ចឹងផ្ទះគាត់បែរទៅទិសផ្សេងហ្នឹងមិនមែនទិសខាងកើតឈៀងជើងផងអញ្ចឹងគាត់អត់បារម្ភការប៉ັດអត់ទេទិសខាងកើតឈៀងជើងបងប្អូនត្រូវឈរឲ្យចំកណ្ដាលផ្ទះរបស់យើងកណ្ដាលផ្ទះមានថាផ្ទះរបស់យើងនៅណាយើងឈរឲ្យចំកណ្ដាលសាច់ផ្ទះរបស់យើងហើយយើងបើកត្រីវិស័យបន្ទាប់មកយើងមើលថាយើងមើលត្រីវិស័យនឹងអង្គលមកថាទិសខាងកើតឈៀងជើងនៅណាបើតបមកយើងមើលបើសិនជាទ្វារផ្ទះរបស់យើងមានថាត្រីវិស័យបាញ់មកចំទ្វារផ្ទះនៅមានថាផ្ទះរបស់យើងបែរទៅកើតឈៀងជើងអញ្ចឹងយើងត្រូវប្រយ័ត្ននៅមុខផ្ទះហាមមានគោដំតែស្រែកតែយើងបែរត្រីវិស័យមកត្រីវិស័យខាងកើតឈៀងជើងនឹងចំកន្លែងផ្ទះបាយរបស់យើងហើយស្រែកយើងទៅមើលកន្លែងហ្នឹងគឺវាជាកន្លែងដែលយើងកាប់ឆ្អឹងកាប់សាច់យើងជាកន្លែងដែលយើងបុកគ្រឿងក៏វាអាចមានផលប៉ះពាល់ដែរអញ្ចឹងយើងត្រូវសេរីចេញអញ្ចឹងយើងបែរទៅទៀតស្រែកយើងទៅចំហៀងផ្ទះឃើញកន្លែងហ្នឹងយើងដាក់ទូទួយើងដាក់បាសចាក់លឺក្ដុងអាហ្នឹងក៏វាមានផលប៉ះពាល់ដែរអញ្ចឹងបើសិនជាក្នុងករណីដំស្វានចាក់សម្លេងដួងក្តាំងនេះឬមួយប្រយ័ត្នមានចន្លោះរបស់វាអាចត្រឹម2ម៉ោងឡើងអីគឺមានឥទ្ធិពលឆុងអញ្ចឹងយើងអាចប្រើប្រាស់ទិសហ្នឹងត្រឹមមួយផ្លែបើយល់ល្អយើងអាចដកបានក៏យើងដកទៅហើយបើសិនជាយើងប៉ះទៅលើទិសកើតឈៀងជើងហ្នឹងយើងមានមូលហេតុ3ទី1គឺធំដែលកើតឡើងខាតបង់លុយកាក់ចំណូលធ្លាក់ដោយអត់ដឹងមូលហេតុហើយនឹងមានគ្រោះថ្នាក់កើតឡើងហើយបើសិនជាក្នុងផ្ទះរបស់យើងមានមនុស្សចាស់ឬមួយមនុស្សដែលកំពុងឈឺចាស់ទុំហ្មងណាចាស់ខ្សោយហ្មងណាគាត់អាចនឹងលាចាកពីពួកយើងទៅគាត់ថាបានដែរអញ្ចឹងរៀងធ្ងន់អញ្ចឹងសម្រាប់ផ្ទះបងប្អូនណាដែលបែរទៅទិសខាងកើតឈៀងជើងហើយមានសម្លេងក្ដុងក្ដាំងឬមួយក៏ផ្នែកនៃផ្ទះរបស់យើងណាមួយដែលស្ថិតនៅក្នុងទិសខាងកើតឈៀងជើងនឹងមានសម្លេងក្ដុងក្ដាំងហើយពិបាកនៅក្នុងការទៅបញ្ឈប់វាអាហ្នឹងបងប្អូនអាចធ្វើការបន្សាបទៅលាងសយចេញទៅយកអំបិល2គីឡូយើងយកកណាត់កស៊ូយើងបាវយើងក៏បានដែរយើងក្រាហើយយើងចាក់អំបិល2គីឡូ
co dương bay cái đạp hồi bị lỡ hay dương đạn nơi lại tư thằng cao chiên chơi nắng để dạp pe pi mau ngay tới hay chăm phần mộ tranh hay bờ lớn cứ phần mộ tránh bắt chào không phải pa đại dương áแต่pa đại dương cứ sồi mạo vụ việc bớt sồi chẳng cái nào để dương bắt cứ dương sồi mạo chẳng cái nông cạn này ní សម្រាប់បងប្អូនដែលគាត់មានផ្ទះបាយទៅទឹះហ្នឹងតែខាងមុខផ្ទះយើងគេកំពុងតែធ្វើសំណង់គេកំពុងសាងសង់យើងមិនបានធ្វើប្រខតគេក៏យើងអាចទៅប្រខតគេបានដែរបងប្អូនតិចលឺអញ្ចឹងទៅឈរឆ្វាត់ចកេះជេរគេអីឲ្យគេឈប់ធ្វើមួយខែដើម្បីផ្ទះយើងបាយទៅទឹះខាងកើតជឿនហ្នឹងក៏មិនល្អដែរអញ្ចឹងបងប្អូនអាចធ្វើតាមវិធីរបស់ខ្ញុំឲ្យរឿងខែអំបិលហ្នឹងមកវានឹងធ្វើឲ្យទឹះដែលសយនៅក្នុងខែហ្នឹងប្រែទៅជាទឹះមួយដែលមិនអាចប៉ះពាល់មកដល់យើងបានហើយកាត់បន្ថយការដំស្មានហ្នឹងគឺវាអូខេ ចឹងវីដេអូនេះវាអាចប៉ុណ្ណេះសម្រាប់បងប្អូនអាចធ្វើការស្ដាប់ហើយប្រយ័ត្ននៅក្នុងខែ5ទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបញ្ជាក់ខ្ញុំនឹងមានវីដេអូដែលនិយាយអំពីរបៀបនៃការសែននំចាំងដែរព្រោះសែននំចាំងនៅចុងខែនេះហើយជួបគ្នានៅវីដេអូក្រោយ